តែអ្នកធ្លាប់ស្នាមទេថាបើសិនជាថ្ងៃណាមួយអ្នកអាចបញ្ជាកុំព្យូទ័របញ្ជាទូរស័ព្ទឲ្យបើកឬផ្លាស់ទីរបស់របរដោយគ្រាន់តែប្រើខួរក្បាលគិតតែប៉ុណ្ណោះនេះមិនមែនជារឿងលេងសើចនោះទេគឺជាបច្ចេកវិទ្យាពិតដែលកំពុងតែកើតឡើងនៅពេលនេះបច្ចេកវិទ្យានេះមានឈ្មោះថា Brain Computer Interface ឬហៅកាត់ថា BCI BCI គឺជាបច្ចេកវិទ្យាដែលភ្ជាប់ជាមួយនឹងខួរក្បាលមនុស្សជាមួយនឹងកុំព្យូទ័រឬម៉ាស៊ីនដោយផ្ទាល់រាល់ពេលដែលយើងគិតថាខួរក្បាលនឹងបញ្ចេញសញ្ញាអគ្គិសនីហើយឧបករណ៍ BCI នឹងចាប់សញ្ញាទាំងនេះហើយ AI នឹងបកប្រែវាទៅជាពាក្យបញ្ជាឲ្យម៉ាស៊ីនធ្វើតាមនិយាយឲ្យងាយគឺការគិតធ្វើឲ្យម៉ាស៊ីនយល់ហើយម៉ាស៊ីនក៏ធ្វើតាមបច្ចេកវិទ្យានេះកំពុងតែជួយមនុស្សជាច្រើននៅក្នុងពិភពលោកជាពិសេសអ្នកពិការដែលមិនអាចនិយាយឬដើរបានអាចវាយអក្សរឬបញ្ជារទេះរុញដោយគ្រាន់តែគិតមានក្រុមហ៊ុនខ្លះសូម្បីតែដាក់ឈីបតូចមួយចូលទៅក្នុងខួរក្បាលដើម្បីឲ្យមនុស្សតាក់ទងជាមួយម៉ាស៊ីនបានលឿនជាងមុនប៉ុន្តែរឿងនេះក៏ធ្វើឲ្យមនុស្សជាច្រើនបារម្ភដែរបារម្ភខ្លាចថ្ងៃណាមួយម៉ាស៊ីនអាចអានគំនិតរបស់យើងបានហើយមនុស្សអាចនឹងត្រូវបានគ្រប់គ្រងដោយបច្ចេកវិទ្យាបច្ចុប្បន្ន BCI អានបានតែសញ្ញាដែលយើងចង់បញ្ជាតែប៉ុណ្ណោះមិនទាន់អាចអានគំនិតសម្ងាត់បាននោះទេដូច្នេះអ្នកទាំងអស់គ្នាកុំទាន់ព្រួយបារម្ភអីអនាគតមនុស្សនិងម៉ាស៊ីនកំពុងតែជិតស្និទ្ធបច្ចេកវិទ្យាដែលធ្លាប់មានតែក្នុងភាពយន្តកំពុងតែក្លាយជាការពិតទៅហើយតែអ្នកគិតថាវាគឺជាអនាគតដ៏អស្ចារ្យឬជាអ្វីដែលយើងគួរតែព្រួយបារម្ភសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជំនាញពិភពលោក